Bà sụt đấy,ในក្នុងវីដេអូមួយនេះគឺយើងបន្តមេរៀនថ្នាក់ទី6មេរៀនទី7និយាយពីផ្ទៃកលាយើងចូលទៅដល់ចំណុចដែលនិយាយពីផ្ទៃកលានៃថាសបាទអញ្ចឹងរូបមន្តផ្ទៃកលារបស់ថាសគឺស្មើនឹងផាយគុណនឹងកម្មគុណនឹងកម្មបាទយើងដឹងហើយតម្លៃរបស់ផាយនេះគឺស្មើនឹងប៉ុន្មានបងបាទ3.14អញ្ចឹងផ្ទៃកលាថាសស្មើនឹងផាយ r ការ៉េកម្មគឺតាំងដោយអក្សរ r អញ្ចឹង r គុណនឹង r យើងអាចសរសេរថា r ការ៉េបាទអញ្ចឹងយើងទៅមើលលំហាត់លេខ1នៅទំព័រទី42បាទយើងមាន3សំណួរបាទរូបរង្វង់គេប្រាប់ប្រវែងកម្មនិងប្រវែងកត់ចិត្តមកហើយដូចគ្នាអញ្ចឹងគេសួររកផ្ទៃកលាបាទអញ្ចឹងគេប្រើពាក្យថាផ្ទៃកលារបស់ថាសនេះដោយសារបើយើងនិយាយពីរង្វង់គឺវាមានតែខ្សែប៉ាត់ខាងក្រៅឯងខ្សែប៉ាត់ខាងក្រៅនេះរៀងវាជារង្វង់ប៉ុន្តែពាក្យថាថាសមានន័យថាអាខាងក្នុងវានេះមិនមែនប្រហោងទេណាបងវាមានផ្ទៃតើនេះបងបាទអានឹងដូចថាសអញ្ចឹងបើរង្វង់វាមានន័យថាអាខាងកណ្ដាលនេះគឺវាប្រហោងវាអត់មានអីទេវាមានតែខ្សែខាងក្រៅតើនេះបងបាទអញ្ចឹងយើងមើលសំណួរកគេឲ្យយើងរកកលាផ្ទៃថាសនេះដែលរូបរបស់យើងគេឲ្យមកហើយគឺប្រវែងកម្មវាមានប្រវែងប៉ុន្មាន12ម៉ែត្រអញ្ចឹងក្នុងការគណនាកលាផ្ទៃថាសគឺងាយទេសមត្ថកម្មដែលត្រូវស្គាល់គឺស្គាល់តែកម្មបើកាលណាយើងស្គាល់កម្មយើងអាចរកបានហើយតាមរូបមន្តណាបាទអញ្ចឹង a ស្មើផាយគុណនឹងកម្មរបស់យើងមិនមែនមុនកម្ម12តែ12ហ្នឹងត្រូវលើកជាគេបងការ៉េចឹងយើងទៅធ្វើប្រមាណវិធីដើម្បីរកចម្លើយដំបូងយើងមើលណាយើងរកអានេះសិនមកមុន12ការ៉េ12ការ៉េមានន័យថា12គុណនឹង12មុន12គុណនឹង12លេខរៀងធំណាស់អញ្ចឹងប្រហែលជាយើងអត់ចាំទេថា12ការ៉េប៉ុន្មានអញ្ចឹងយើងគុណ12គុណនឹង12អញ្ចឹង2 2ដងបាន4 2ម្ដងបាន2 1 2ដង2 1ម្ដង1អញ្ចឹងយើងបូកចូលគ្នានេះបាន4បាន4 1អញ្ចឹងមានន័យថា12គុណនឹង12បាន144ហើយយើងបន្តយក144ហ្នឹងយកទៅគុណនឹងប៉ុន្មានផាយបើយើងមានតម្លៃ 3.14 អញ្ចឹងយើងបន្តគុណមកណាបាទខ្ញុំគុណនឹង 3.14 បាទយើងបាន4 4ដង16តាទុក1 4 4ដង16ថែម1នេះបាន17ត្រាទុក1ដដែល4ម្ដង4 4បូក1នេះបាន5បាទហើយលេខ1អញ្ចឹង1 4ដងបាន4 1 4ដងបាន4 1ម្ដង1ហើយលេខ3 3 4ដង12សរសេរលេខ2ត្រាទុក1 3 4ដង12 12បូក1បាន13សរសេរលេខ3ត្រាទុក1ដដែល3ម្ដង3 3បូក1បាន4បាទអញ្ចឹងដល់ពេលយើងបូកលេខចូលគ្នាយើងបានគេ4បាន6យើងបាន11សរសេរលេខ1ត្រាទុក1 5បូក4 9 9បូក2 11ថែមត្រាទុក1វិញ12ត្រាទុក1មកវិញបានប៉ុន្មានទាំងបាន5នេះបាន4ក្រោយក្បៀសគឺ2ខ្ទង់ណាអញ្ចឹងយើងឃើញ452.16យើងមើលរង្វើសបងរង្វើសគេឲ្យមកជាម៉ែត្រអញ្ចឹងក្នុងកន្លែងនេះផ្ទៃកន្លែងយើងត្រូវគិតជាម៉ែត្រលើកជាការ៉េបាទអញ្ចឹងយើងបន្តទៅមើលសំណួរខបាទនៅក្នុងសំណួរខដូចគ្នាដែរគ្រាន់តែរង្វង់យើងគេប្រាប់ប្រវែងកម្ម0.6 ម៉ែត្រអញ្ចឹងផ្ទៃក្រឡារបស់វា a ស្មើនឹងផាយគុណនឹង 0.6 លើកជាការ៉េមែនទេបងអញ្ចឹងកន្លែងនេះយើងត្រូវចេះសរសេរបាទដូចកន្លែង12នេះ12ការ៉េអញ្ចឹងខ្ញុំដាក់ថា12ហើយលើកជាការ៉េអញ្ចឹងគឺយើងមើលទៅយល់ហើយប៉ុន្តែកន្លែងនេះ 0.6 បើសិនជាបងសរសេរថាលើកជាការ៉េអញ្ចឹងគឺអាចនឹងច្រឡំដោយសារកន្លែងនេះលេខរបស់យើងលេខក្បៀសណា 0.6 អញ្ចឹងគេទម្លាប់ប្រើវងកញ្ចក់បែបនេះទៅមានន័យថា 0.6 នឹងលើកជាការ៉េ
Bạn chân tờ bốn dương thưaประมาณ วิธี bọn tờ bốn nhằm vô xôn cho 6 côn nâng xôn cho 6 ខ្លួនឯង xôn cho 6 លើជាការ៉េ មានន័យថា xôn cho 6 គុណនឹង xôn cho 6 ខ្លួនឯងណាបាទចឹង 6 6 ដង 36 យើងត្រាទុក 3 6 0 ដង 0 0 បូក 3 បាន 3 បាទនេះគុណមកសុំតោ0 0 គុណមកបាននេះគេបង 0 ចឹងឃើញ 6 3 0 មែនទេក្រោយក្បៀសប៉ុន្មានខ្ទង់មុនក្រោយក្បៀស2ខ្ទង់ណាចឹងយើងបាននេះគេយើងបាន 0.36 ណាយើងយកក្រោយក្បៀស2ខ្ទង់ចឹង1 2ចឹងបាន 0.36 ប៉ុន្តែយើងត្រូវយកចម្លើយ 0.36 យើងនេះទៅធ្វើអីបន្តទៀតបងទៅគុណនឹងផាយចឹងគុណនឹងផាយណា 0.36 0.36 គុណនឹងផាយរបស់យើងគឺ 3.14 បាទចឹងយើងសូមមេលេខមកនេះបាន 24 យើងតាទុក 2 4 3 ដង 12 12 ថែម 2 បាន 14 ត្រាទុក 1 4 0 ដង 0 0 បូក 1 បាន 1 បាទយើងហៅលេខ 1 ម្ដង 1 6 ដង 6 1 3 ដង បាន 3 1 0 ដង 0 3 6 ដង 18 ត្រាទុក 1 3 3 ដង 9 បូក 1 10 សរសេរលេខ 0 ត្រាទុក 1 ដដែល3 0 ដង 0 0 បូក 1 បាន 1 បាទយើងបូកបញ្ចូលគ្នាមកយើងបាន 4 នេះបាន 10 សរសេរលេខ 0 ត្រាទុក 1 1 បូក 1 2 2 បូក 3 5 5 បូក 8 បាន 13 សរសេរលេខ 3 ត្រាទុក 1 ដដែលចឹង 1 បូក 0 1 1 ណា បាទ 1 យើងមើលក្រោយក្បៀសអានេះ 2 ខ្ទង់ អានេះ 2 ខ្ទង់អញ្ចឹងយើងកាត់ក្បៀស 4 ខ្ទង់ណា 1 2 3 4 អញ្ចឹងយើងរកចម្លើយឃើញ បាទ 1.1304 ខ្នាតគិតជាអីដដែលបងម៉ែត្រការ៉េចំពោះសំណួរគោរង្វង់បាទថាសរបស់យើងនេះគេឲ្យមកហើយប៉ុន្តែសមត្ថកម្មគេប្រាប់អីគេបងអង្កត់ផ្ចិតណាអង្កត់ផ្ចិតស្មើ14ម៉ែត្រអញ្ចឹងដើម្បីរកកាឡាផ្ទៃរបស់ថាសគឺយើងត្រូវការ air កម្ម air អញ្ចឹងបើសិនគេប្រាប់អង្កត់ផ្ចិតថាស្មើ14អញ្ចឹងមានន័យថាប្រវែងកម្មនេះពេលនេះមកនេះគឺប៉ុន្មានបង7ម៉ែត្រពេលនេះមកនេះ7ដែរណាបាទអង្កត់ផ្ចិតស្មើ2ដងកម្មអញ្ចឹងយើងស្គាល់ហើយណាកម្មស្មើ7ម៉ែត្រតនេះបងបាទអញ្ចឹង a ស្មើផាយគុណនឹង7លើកជាការ៉េ7លើកជាការ៉េបងបានទន្ទិញចាំនេះលេខយើងតូចទេបើអត់ចាំទេយើងគុណណាបងសូត្រមេលេខក៏បានដែរបងណា7គុណនឹង7អញ្ចឹង7 7 ដង 49 ណាបាទអញ្ចឹងមានន័យថាកន្លែងនេះខ្ញុំយក 49 យកទៅគុណជាមួយនឹង 3.14 បាទអញ្ចឹងយើងបាន 4 9 ដង 36 សរសេរលេខ 6 ត្រាទុក 3 4 4 ដង 16 16 បូក 3 បាន 5 19 បាទ 1 9 ដង 9 1 4 ដង 4 3 9 ដង 27 យើងសរសេរលេខ 7 ត្រាទុក 2 3 4 ដង 12 12 បូក 2 បាន 14 ណាបាទអញ្ចឹងយើងបូកបញ្ចូលគ្នាមកនេះបាន 6 នេះបាន 18 ត្រាទុក 1 1 បូក 1 2 6 13 សរសេរលេខ 3 ត្រាទុក 1 ដដែលកន្លែងនេះឡើង 5 កន្លែងនេះបាន 1 អញ្ចឹងក្រោយក្បៀស 2 ខ្ទង់អញ្ចឹងយើងឃើញ 153 ណាបង 153.85 1 អញ្ចឹងយើងបាន 153.86 ខ្នាតគិតជាម៉ែត្រការ៉េដដែលបាទអញ្ចឹងយើងបានរកចម្លើយឃើញហើយបាទអញ្ចឹងនេះជារូបមន្តក្នុងការគណនាផ្ទៃកាឡារបស់ថាសបាទអរគុណច្រើន